សាស្ត្រដ៏កំពូលមួយរបស់ប្រទេសចិនដែលក្នុងសាច់រឿងនេះរៀបរាប់តាមរឿងពិតដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រចិននាចុងរជ្ជកាលរាជវង្សហានកាលពីប្រមាណជាង 1700 ឆ្នាំមុនជាភាសាចិនសានប្រែថា3ពុកប្រែថាបកពួកក្រុមឬក៏នគរដែលប្រែជាភាសាខ្មែរមានន័យថានគរទាំង3ចានៅក្នុងរឿងសាមកុកមានបែងចែកជា3បកពួកជាគូប្រឈមនឹងគ្នាសំខាន់ទី1បកឆាយឆាវគ្រប់គ្រងនគរស៊ីឆាងទី2បកស៊ូឈៀនគ្រប់គ្រងនគរតាងអ៊ូនិងទី3បកលាវប៉ៃគ្រប់គ្រងនគរជីងជៅដែលនគរទាំងនេះត្រូវបានពុះបំបែកទឹកដីពីសម្ដេចទាំង18ក្រោយពេលដែលរាជវង្សហានដួលរលំទៅដោយមន្ត្រីក្បត់នៅក្នុងរឿងនេះពោពេញទៅដោយល្បិចកលបោកបញ្ឆោតធ្វើសង្គ្រាមជារួមប្រឡោមលោកសាមកុកនេះបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រសង្គ្រាមតារាសាស្ត្រភូមិសាស្ត្រចិត្តសាស្ត្រជំនឿមិនតែប៉ុណ្ណោះវាក៏បានបង្ហាញនូវគំនិតសតិបញ្ញាគុណធម៌ភាពអមនុស្សធម៌របស់មេដឹកនាំផងដែរចាដែលតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅបទវិភាគរបស់លោកទៀងសច្ចៈក្រោមប្រធានបទតើនយោបាយសាមកុករបស់ចិនជាង 1700 ឆ្នាំមុនគួរមានវត្តមាននៅក្នុងនយោបាយកម្ពុជាបន្តទៀតឬយ៉ាងណាចាសសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅមនុស្សនៅក្នុងសម័យនោះពួកគេបានភ្លុករសជាតិសង្គ្រាមនិងសន្តិភាពបង្កើតនូវរូបអារម្មណ៍មើលដឹងខុសត្រូវល្អអាក្រក់ការអធ្យាស្រ័យភាពសាហាវឃោឃៅកំពូលល្បិចក្រឡិចក្លាហានអង្អាចមុះមុតថារឿងរ៉ាវប្រឡំលោកបានប្រវត្តិសាស្ត្រមួយនេះសុកឃ្លាតទៅអស់រយៈពេល7,2000 ឆ្នាំទៅហើយក្តីតែយុទ្ធសាស្ត្រដែលទូអង្គនៅក្នុងរឿងនេះបានប្រើប្រាស់ហាក់មិនបានរសាត់ទៅណាឆ្ងាយពីសង្គមខ្មែរនៅឡើយទេពោលគឺមេដឹកនាំខ្មែរដែលបានយកគំរូតាមប្រវត្តិសាស្ត្រសាមកុកនេះគឺលោកហ៊ុនសែនតែម្ដងដែលកន្លងមករូបលោកបានមានប្រសាសន៍ថាលោកប្រើល្បិចយុទ្ធសាស្ត្រតាមបែបសាមកុករបស់ចិនក្នុងការបំបែកបំបាក់គូប្រកួតនៅលើឆាកនយោបាយឲ្យដួលរលំខ្ទេចខ្ទីគ្មិនសល់ជាការពិតដែលលោកហ៊ុនសែនហាក់បានប្រើល្បិចបំបែកបំបាក់ផ្ទៃក្នុងតាមរយៈការទិញទឹកចិត្តតាមរយៈការគំរាមកំហែងតាមផ្លូវច្បាប់ឬបង្កើតច្បាប់ថ្មីដើម្បីចោទប្រកាន់គូបដិបត្តិនិងតាមរយៈការញុះញង់ដាក់ពាក្យបណ្ដឹងជាតាមលក្ខណៈដែលជាលទ្ធផលល្បិចសាមកុកដែលលោកបានប្រើនេះលោកទទួលបានជោគជ័យដោយបកដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីដឹកនាំមួយចំនួននៅពេលបានលោកហ៊ុនសែនយកមករក្សាទុកក្រោមស្លាបរបស់លោកផងដែរជាការកត់សម្គាល់ទាំងល្បិចយុទ្ធសាស្ត្រទាំងភាពក្រឡិចក្រឡុចទាំងភាពផ្ដាច់ការទាំងឋានៈនិងដំណើរជីវិតរបស់លោកហ៊ុនសែនមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹងតួអង្គឆាវនៅក្នុងរឿងសាមកុកនេះតែម្ដងតួអង្គឆាវត្រូវបានគេចាត់ទុកថាជាមេដឹកនាំដែលមានចរិតសម្បូរបែបពោលគឺជាមនុស្សពីលកាចសាហាវស្លូតបូតចិត្តល្អឆ្លាតវៃធ្វើមិនឲ្យអ្នកដទៃទុកចិត្តពោពេញទៅដោយល្បិចកលយុទ្ធសាស្ត្រសង្គ្រាមចេះប្រើប្រាស់មនុស្សតែមេដឹកនាំរូបនេះមិនមានគុណធម៌ឡើយតាមរយៈសាច់រឿងក៏បានបង្ហាញផងដែរថាក្នុងរយៈពេលដែលទើបនឹងចាប់ផ្ដើមមានចលាចលនៃការច្បាំងដណ្ដើមគ្នាធ្វើធំពីបណ្ដាមេតបជើងខ្លាំងទាំងឡាយនៅចុងសម័យតារីកាលោកហ៊ានខាងលោកចូលធ្វើជាតិសេនាប្រមុខតុងជួតែប៉ុណ្ណោះយ៉ាងណាក៏ដោយចុះដោយសារមហិច្ឆតាធំទីបំផុតគេអាចបង្ក្រាបមេតបខ្លាំងឲ្យចុះញោមបានហើយចុងក្រោយគេបានក្តោបអំណាចជាឧបរាជអស់រយៈពេលជាច្រើនឆ្នាំដោយក្នុងកំឡុងពេលនោះឆាវបានលើកបន្ទប់ស្ដេចឲ្យព្រះអង្គគង់នៅក្នុងរាជវាំងដោយគ្មានអំណាចអ្វីទាំងអស់ពោលគឺព្រះមហាក្សត្រនៅក្នុងរបបគ្រប់គ្រងរបស់ឆាវនេះគេអាចប្រដូចបានទៅនឹងស្ដេចអុកដែលមានន័យថាគឺអាស្រ័យទៅលើការចាត់ចែងផ្ដាច់មុខពីសំណាក់ឧបរាជឆាវទ្រឹស្ដីមួយដែលគេចាំមិនភ្លេចហើយត្រូវបានគេចាត់ទុកថាជាទស្សនៈអមនុស្សធម៌បំផុតរបស់ឆាវគឺនៅពេលដែលឆាវច្រឡំសម្លាប់អ្នកភូមិគ្រួសារលីងអស់ជាង10នាក់និងថែមទាំងបានសម្លាប់អ៊ំពណ៌ស៊ឺដែលជាបងប្អូនថរបស់ឪពុកឆាវនឹងត្រូវជាអ៊ំរបស់ច្រឡំសម្លាប់ទៅហើយដូច្នេះត្រូវតែជំរះស្មៅទាំងរឹសតែម្ដងឆាវថែមទាំងបានពោលទៀតថាខ្ញុំសុខចិត្តក្បត់មនុស្សនៅក្នុងលោកតែមនុស្សនៅក្នុងលោក
មិនអាចក្បត់ខ្លួនបានទេពេលចុះទៅមើលកងទ័ពនិងយុទ្ធភ័ណ្ឌសង្គ្រាមមុនការធ្វើសង្គ្រាមនៅឈើពីរក្នុងពិធីជប់លៀងនៅល្ងាចថ្ងៃនោះឆាវបានលើកឡើងដោយមោទនភាពថាផឹកស្រាច្រៀងរាំមួយជីវិតមានប៉ុន្មានដងនិងពាក្យថាបានប៉ុណ្ណឹងហើយចង់បានអ្វីទៀតបាទពាក្យនេះលោកហ៊ុនសែនក៏បានលើកយកមកនិយាយនៅក្នុងរបបនៃការគ្រប់គ្រងរបស់លោកផងដែរលោកបានប្រៀបប្រដូចការអភិវឌ្ឍសម័យបច្ចុប្បន្នទៅនឹងសម័យមុនឆ្នាំ1979លោកប្រាប់ពលរដ្ឋខ្មែរជាសាធារណៈថាបានប៉ុណ្ណឹងហើយចង់បានអីទៀតជាទូទៅជីវិតប្រចាំថ្ងៃរបស់មនុស្សចំនួនតាមកុកភាពមានបានហឺហាគឺមានសម្រាប់តែថ្នាក់ចាំតែធ្វើតាមពាក្យបញ្ជារបស់ចៅហ្វាយញីថាឲ្យទៅចុះនៅរូបក៏ត្រូវទៅដែរជីវិតរបស់ប្រជាពលរដ្ឋគ្មានសិទ្ធិសម្រេចអ្វីទាំងអស់ពួកគេហាក់ត្រូវបានអ្នកមានអំណាចអប់រំឲ្យបូជាជីវិតជូនអ្នកមានអំណាចនិងអ្នកមានទ្រព្យនិយាយជារួមទស្សនវិជ្ជានៅក្នុងរឿងប្រវត្តិសាស្ត្រមួយនេះហាក់មិនទាន់ទៅណាឆ្ងាយពីសង្គមកម្ពុជានៅឡើយទេក្រោមការអនុវត្តតាមបែបផ្សំកុករបស់លោកហ៊ុនសែនប្រជាពលរដ្ឋខ្មែរត្រូវបានរស់នៅដាច់ដោយឡែកពីគ្នាពោលគឺមានក្រុមអ្នករស់នៅលើច្បាប់និងក្រុមអ្នករស់នៅក្រោមច្បាប់មានក្រុមអ្នកជិះជាន់និងក្រុមអ្នករងគ្រោះអ្នកក្របគុតគង់ជីវិតស្ទើរមិនរស់ចំណែកឯអ្នកមានកប់ពពកមិនតែប៉ុណ្ណោះខន្តិរបស់ប្រជាពលរដ្ឋមិនត្រូវបានអ្នកនយោបាយគោរពនិងចាត់ទុកជាសំខាន់សោះឡើយវារឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថាលោកហ៊ុនសែនកំពុងតែអនុវត្តតាមបែបផ្សំកុកដើម្បីសវាអំណាចនិងឈានទៅរកភាពផ្ដាច់ការដោយមិនខ្វល់អំពីដំណើរការប្រជាធិបតេយ្យនិងមិនខ្វល់អំពីការដាក់ទោសឬការនៅពេលនេះសភាឯកបៈរបស់គណៈបកប្រជាជនកម្ពុជាបានអនុម័តច្បាប់ចំនួន3រួមមានសេចក្តីព្រាងច្បាប់ស្តីពីរៀបចំអង្គតុលាការសេចក្តីព្រាងច្បាប់ស្តីពីរៀបចំនិងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងពរាជអាជ្ញាដែលការអនុម័តច្បាប់នេះគឺកំពុងតែដាក់ផ្ទុយពីរដ្ឋធម្មនុញ្ញមិនស្របតាមសេរីពហុបកមិនឆ្លោះបញ្ចាំងឲ្យប្រជាពលរដ្ឋជាម្ចាស់ប្រទេសនិងមិនបម្រើឲ្យសង្គមខ្មែរព្រោះមិនមានភាពឯករាជ្យរបស់តុលាការរដ្ឋធម្មនុញ្ញចំពោះទី4មាត្រា51បានចែងថាព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបកប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួនអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈរដ្ឋសភាព្រឹទ្ធសភាតុលាការរដ្ឋាភិបាលបើគេពិនិត្យលើកិច្ចការរដ្ឋបាលរបស់សាលាជំនះក្តីត្រង់ចំណុចថាសេចក្តីព្រាងច្បាប់តម្រូវឲ្យសាលាដំបងនិងអัยការអមសាលាដំបងសាលាអូតូមហាអัยការអមសាលាអូតូព្រមទាំងតុលាការកំពូលនិងមហាអัยការអមតុលាការកំពូលមានកញ្ចប់ថវិកាដាច់ដោយឡែកសម្រាប់ដំណើរការដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុទ្ធភ័ពដែលកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលលោកហ៊ុនសែនសេចក្តីព្រាងច្បាប់ក៏បានផ្ដល់អំណាចឲ្យនីតិប្រតិបត្តិដ៏មានឥទ្ធិពលលើការដំឡើងថ្នាក់និងឋានន្តរស័ក្តិរបស់ចៅក្រមនិងព្រះរាជអាជ្ញាសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានតែងតាំងដោយស្វ័យប្រវត្តិដោយមិនឆ្លងកាត់ការបោះឆ្នោតដោយស្ថាប័នមួយឯករាជ្យបើមើលលើដំណើរការនេះលោកហ៊ុនសែនកំពុងតែប្រើយុទ្ធសាស្ត្រតាមកុកសម័យថ្មីជើងរបស់ខ្លួនគ្រប់គ្រងអំណាចទូទៅដើម្បីគ្រប់គ្រងប្រទេសតាមអំណាចផ្ដាច់ការកុម្មុយនីសបានមីដឹកនាំប្រទេសនោះត្រូវចងបណ្ដាញជាប្រព័ន្ធបង្កើតបកពួកនិងចាប់យកក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិដែលជាក្រសួងកាន់កម្លាំងទ័ពបន្ទាប់មកអ្នកគ្រប់គ្រងប្រទេសផ្ដាច់ការចាំបាច់ត្រូវចាប់យកក្រសួងប្រឆាំងអំពើពុករលួយនិងក្រសួងយុទ្ធភ័ពឬប្រព័ន្ធតុលាការនៅពេលដែលមេដឹកនាំផ្ដាច់ការទាំងនោះចាប់បានរបស់ទាំងអស់នេះនៅក្នុងដៃហើយពួកគេអាចធ្វើអ្វីបានតាមអំពើចិត្តចង់ចោទប្រកាន់ទម្លាក់កំហុសឬដាក់ទោសទណ្ឌអ្វីមួយគឺមានភាពងាយស្រួលដោយការបកជែកក្រោយការបោះឆ្នោតលោកហ៊ុនសែនហាក់បាក់អំនួតនៅពេលកៅអីមួយចំនួនធំរបស់ខ្លួនបានបាត់បង់ក្រោយមកលោកហ៊ុនសែនហាក់ទទួលស្គាល់កំហុសរបស់ខ្លួនដែលមិនបានអើពើចំពោះទុកលំបាករបស់ប្រជាពលរដ្ឋលោកប្រកាសថានឹងធ្វើកំណែទម្រង់ស៊ីនឹងធ្វើឲ្យលោកហ៊ុនសែនលោកក៏បានប្រាជ្ញការប្រាជ្ញសង្គមឬធ្វើកំណែទម្រង់ស៊ីជម្រៅបាននោះឡើយបើគណៈបកប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស
ដោយចាប់យកអំណាចជាធំដោយរឿងសាមកុកនោះសង្គមខ្មែរនឹងមានមន្ត្រីឋានៈធំកាន់តែច្រើនឡើងប្រាក់ខែដែលត្រូវចំណាយក៏កាន់តែកើនឡើងណាមួយទៀតមន្ត្រីប្រព្រឹត្តខុសលោកហ៊ុនសែនមិនហ៊ានចាត់ការដាក់ទណ្ឌកម្មព្រោះសាច់ដែលលោកកាត់នោះណាមួយទៀតមន្ត្រីដែលប្រព្រឹត្តខុសលោកហ៊ុនសែនមិនហ៊ានចាត់ការដាក់ទណ្ឌកម្មឬដាក់ទោសផ្សេងព្រោះតែគណៈបកមួយនេះគិតថាសាច់ដែលលោកកាត់ចេញនោះអាចនឹងរត់ចូលជាមួយគណៈបកប្រឆាំងដើម្បីវិបកទៅខ្លួនវិញដូច្នេះទោះចង់ឬមិនចង់លោកហ៊ុនសែនធ្វើកំណែទំនងសង្គមខ្មែរពីអាក្រក់ទៅល្អបានឡើយប៉ុន្តែតាមរយៈយុទ្ធសាស្ត្រសាមកុកដែលប្រើកន្លងមកនេះគណៈបកប្រជាជនកម្ពុជានឹងអាចទាញសង្គមខ្មែរពីល្អទៅអាក្រក់បានដោយងាយដូច្នេះល្មមដល់ពេលមីគូគិតឡើងវិញជាបន្តតាមប្រជាពលរដ្ឋខ្មែរគូបន្តសំងំឲ្យមានដឹកនាំប្រទេសតាមបែបយុទ្ធសាស្ត្រសាមកុកមកគ្របសង្កត់និងចាត់ទុករាជដោយសម្រាមទៀតឬមួយក៏យ៉ាងណានេះជាសំណួរដែលប្រជាពលរដ្ឋខ្មែរក្នុងសតវត្សទី21នេះ